ចង្កូតបារាំងខូចហើយអ្នកដើរចូលក្នុងតូបជួសជុលម៉ូតូជាងទល់មុខនេះមិនត្រឹមតែជានារីជនជាតិបរទេសថែមទាំងពាក់ស្បែកជើងកែងជើងលាបថ្នាំក្រចកមានបរិយខ្លះសួរថានាងជាមនុស្សស្រីចេះជួសជុលទេខ្ញុំថាចេះឌីជួយឌីស្ដាប់តាមមតិប្តីធម្មតានាងមិនប្រកែកច្រើនទេអូខេផ្លាស់ដុំភ្លើងបញ្ចេញសវត្ថិភាពរបស់ខ្លួនថែមទាំងបានបញ្ជាក់ព្យួរលើជញ្ជាំងធ្វើឲ្យភ្ញៀវកោតសរសើរនាងពិតមែនហើយមិនចាញ់ប្តីនាងទេពូកែណាស់គ្រូមករៀនខ្ញុំគឺប្តីខ្ញុំនិងប៉ាក្មេងខ្ញុំគាត់ពេញចិត្តកូនសិស្សនេះទេពេញចិត្តគាត់ពេញចិត្តណាស់ចំពោះនាងជាកូនសិស្សលោកដាក់ពិន្ទុឲ្យភរិយាប៉ុន្មានប្រហែលជា90ឡើងលើប្តីមានចរិតខ្មាស់អៀនឯឌីឆុយឌីមានចរិតឆ្លេឆ្លាបគុំគ្នាសមល្មមនៅឆ្នាំ2000រៀបការមកតៃវ៉ាន់ដំបងនឹកស្រុកត្រក់ទឹកភ្នែករាល់ថ្ងៃ14ឆ្នាំកន្លងទៅនាងបានអង្គុបចេញជាគ្រួសារដ៏ផ្អែមល្ហែមមួយអ្នកឧស្សាហ៍ប្រើពាក្យមួយមកលើខ្ញុំនោះបានន័យថាម៉េចបងស្រឡាញ់អូនស្រឡាញ់ជានិច្ចសំឡេងសើចរបស់នាងបន្តក្នុងតូបរបស់ពួកគាត់ឯកទេសរបស់គាត់មិនត្រឹមតែជួសជុលម៉ូតូនោះទេផ្លាស់អាវពណ៌ក្រហមគាត់ហើយជាអ្នកបកប្រែនៅទីនេះនាងសុំច្បាប់ពីប្តីរៀងរាល់សប្តាហ៍ថ្ងៃអង្គារទៅបកប្រែនៅមន្ទីរអនាម័យឲ្យខ្ញុំជួយអ្នកពួកគេមកទីនេះជួនកាលមានអ្នកខ្លះមិនសូវចេះបញ្ចេញមតិឬនិយាយមិនចាញ់ពួកខ្ញុំក៏និយាយភាសាវៀតណាមជាមួយពួកគេតែម្ដងមិនថាចាក់ថ្នាំបង្ការឬថែរក្សាកូននោះទេសង្ឃឹមថាខ្លួនបញ្ចេញសុវត្ថិភាពបន្តិចបន្តួចនឹងអាចជួយដល់បងប្អូនរួមជាតិជាច្រើនឲ្យមានសុភមង្គលល្អដោយគាត់ដែរ